បាទជម្រាបសួរលោកគ្រូអ្នកគ្រូខ្ញុំសូមបង្ហាញលោកគ្រូអ្នកគ្រូតទៅនឹងការតម្លើងថ្នាលភាពពីថ្មីទៅលើទូរស័ព្ទប្រភេទApple ឬក៏ iOS បាទដំបូងគឺលោកគ្រូអ្នកគ្រូចូលរកថ្នាលចាស់សិនបាទគឺថ្នាលចាស់គឺថ្នាលពីចាស់គឺលោកគ្រូអ្នកគ្រូចុចលើថ្នាលពីចាស់មកហើយបន្ទាប់មកលោកគ្រូអ្នកគ្រូចុចលើត្រេ3បាទក្រោមចូលគណនីបន្ទាប់មកលោកគ្រូអ្នកគ្រូចុចយកពាក្យថាសហថ្នាលបាទបន្ទាប់ពីលោកគ្រូអ្នកគ្រូចុចលើពាក្យសហថ្នាលហើយបន្ទាប់មកលោកគ្រូអ្នកគ្រូចុចថាថ្នាលបឋមពីចំនួនថ្មីបាទចុចលើនឹងមកវានឹងលោតបែបហ្នឹងបាទលោតបែបហ្នឹងគឺលោកគ្រូអ្នកគ្រូចុចលើវាផ្ទាំងពណ៌សបន្តិចមកដើម្បីឲ្យពណ៌មានខាងមុនហ្នឹងដែលបាត់ហើយបន្ទាប់មកលោកគ្រូអ្នកគ្រូឃើញត្រេសញ្ញាព្រួយខាងក្រោមមានរូបការ៉េមានសញ្ញាព្រួយរុញទៅលើបាទខាងក្រោមហ្នឹងបាទខាងក្រោមគេកដាលខ្ញុំចុចលើកដាលហ្នឹងមកហើយបន្ទាប់មកខ្ញុំអូសរកពាក្យថា add to home screen អញ្ចឹងលោកគ្រូអ្នកគ្រូ